បាទជំរាបសួរបងប្អូនទាំងគ្នាយើងវិលមកជួបគ្នាម្ដងទៀតអញ្ចឹងវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញបងប្អូនពាក់ព័ន្ធជាមួយនឹងរបៀប book post ឲ្យចង់កូដាតេរជនចាស់ៗដែលធ្លាប់បាន action ជាមួយនឹង page របស់យើងផងដែរមិនថា like comment share ឬមួយក៏ chat ចូល page នេះទេបាទយើងមានវិធីនៅក្នុងការច្រោះ audience ប្រភេទហ្នឹងដើម្បីធ្វើការ book ad ថ្មីមួយទៀតទៅកាន់ពួកគាត់ឲ្យគាត់ឃើញម្ដងទៀតជាធម្មតានៅពេលដែលបងប្អូនទាំងគ្នាធ្វើការ book post មិនថា post ឬមួយក៏វីដេអូទេគឺតែតែមានអីគឺអតិថិជនដែលចុច like comment share ហើយ chat ចូល page របស់បងប្អូនទាំងគ្នាត្រូវហ៎បាទប៉ុន្តែអតិថិជនខ្លះក៏ទិញអតិថិជនខ្លះក៏អត់ទាន់បានទិញទេបន្តមកទៀតគឺបងប្អូនតែងតែធ្វើបែបហ្នឹងជាប្រចាំគឺ run ទៅរក audience ថ្មីជាប្រចាំផងដែរបាទអញ្ចឹងថ្ងៃនេះគឺយើងមានតិចនិចពិសេសមួយនៅក្នុងការ boost ទៅកាន់ audience ចាស់ៗរបស់យើងដែលធ្លាប់បានមានសកម្មភាពជាមួយនឹង page ជាមួយនឹង post ជាមួយនឹង ad របស់យើងផងដែរចង់ដឹងថាតើយើងអាចធ្វើបានដោយរបៀបណាយើងទៅមើលវីដេអូនេះទាំងអស់គ្នាមួយទៀតសម្រាប់បងប្អូនដែលចូលចិត្តវីដេអូបែបចែករំលែកពាក់ព័ន្ធជាមួយនឹង technique និងបច្ចេកទេសនៃការ boost បងប្អូនអាចធ្វើការចុច like វីដេអូនេះបានបងប្អូនអាច comment រាល់ចង្អល់របស់បងប្អូនបាននៅទីនេះអញ្ចឹងកុំភ្លេចចុច subscribe ផងបងប្អូនបាទដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតតោះអញ្ចឹងកុំឲ្យរងចាំយូរយើងទៅមើលវីដេអូទាំងអស់គ្នាបងប្អូនទាំងគ្នាធ្វើការ log in ជាមួយនឹង browser ឲ្យបានរួចរាល់មកបាទហើយវិធីសាស្ត្រនេះដែរគឺយើងប្រើ computer សម្រាប់ boost បាទអញ្ចឹងបងប្អូនត្រូវតែមាន page មួយដែលបងប្អូនចង់ boost post ឬមួយក៏ boost វីដេអូបាទហើយវិធីនេះដែរមែនទែនទៅបើសិនជា page របស់បងប្អូនមាន audience អ្នក like អ្នក follow កាន់តែច្រើនគឺកាន់តែល្អបាទបើសិនជាបងប្អូនយកវិធីនេះទៅអនុវត្តទៅលើ page ថ្មីដែលអត់ទាន់មាន audience ទេគឺអត់សូវបានផលទេបាទបើសិនជា page ថ្មីខ្ញុំ recommend ឲ្យបងប្អូន boost post ធម្មតាសិនទៅបាទតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលពីរបៀបនៅក្នុងការអនុវត្តទាំងអស់គ្នាបាទអញ្ចឹងបងប្អូនអាច copy ឈ្មោះ page មួយមកអូខេតមកទៀតបងប្អូនចូលមកក្នុង ADM Manager មកបាទហើយបន្តមកទៀតបងប្អូនកន្លែងមកមើលខាងឆ្វេងដៃបាទហើយចុចពាក្យថា auto មកបាទអញ្ចឹងបងប្អូនកន្លែងមកមើលកន្លែងពាក្យថា audience បងប្អូនចុចមកអញ្ចឹងវីដេអូនេះខ្ញុំទៅលឿនៗហើយណាបងប្អូនបាទបងប្អូនមើលអត់យល់បងប្អូនព្យាយាមមើលឡើងវិញទៅបាទអូខេអញ្ចឹងបងប្អូនទាំងគ្នាកន្លែងមកមើលខាងឆ្វេងដៃមកបាទបងប្អូននឹងឃើញមានពាក្យថា create audienceបន្តមកទៀតបងប្អូនចុចមកបាទហើយបន្តមកទៀតបងប្អូនយកពាក្យថា custom audience បាទបងប្អូនចុចមកបន្តមកទៀតបងប្អូនយក Facebook page ដើម្បីធ្វើ custom audience ចេញពី Facebook page របស់យើងបាទបងប្អូនចុចមកបន្តមកទៀតបងប្អូនចុច next បាទបន្តមកទៀតបងប្អូនកន្លែងមកមើលកន្លែង event បាទកន្លែង event នេះគឺបងប្អូនយកពាក់ព័ន្ធជាមួយនឹងអ្នកដែលមានសកម្មភាពជាមួយនឹង page របស់យើងមកណាបាទចាំបងប្អូនយកកន្លែងហ្នឹងមកហើយបន្តមកទៀតចំនួនថ្ងៃគឺដាក់ឲ្យត្រូវតាមតម្រូវការរបស់បងប្អូនទៅបាទមានន័យថា page របស់បងប្អូនបានប្រើប្រាស់រយៈពេលយូរប៉ុណ្ណាហើយបាទ1ឆ្នាំ2ឆ្នាំឬមួយក៏3ឆ្នាំឬមួយក៏បងប្អូនទៅតែប្រើប្រាស់ទេរយៈពេលប្រហែលខែបងប្អូនដាក់ឲ្យត្រូវមកបាទឧទាហរណ៍ដូច page របស់ខ្ញុំគាត់ប្រើរយៈពេលយូរហើយបាទហើយក៏គាត់មានការ run ad ជាប្រចាំផងដែរបាទអញ្ចឹងនៅក្នុងការ custom audience របស់ខ្ញុំនេះគឺខ្ញុំចង់ run ទៅកាន់ភ្ញៀវចាស់ៗរបស់គាត់ដែលធ្លាប់បានមានសកម្មភាពលើ ad របស់គាត់ហើយនឹង post របស់គាត់ហ្នឹងបាទខ្ញុំនឹងច្រោះយក audience ប្រភេទហ្នឹងរយៈពេល90ថ្ងៃបាទ90ថ្ងៃកន្លងមកបាទអញ្ចឹងមានន័យថា90ថ្ងៃកន្លងមកនេះគឺគាត់បាន run ad ជាប្រចាំគាត់បាន active ជាមួយ page គាត់ជាប្រចាំអញ្ចឹងរៀងរាល់ការ run ad ម្ដងហ្នឹងគឺគាត់ទទួលបាននៅ audience ជាច្រើនដែលមានសកម្មភាពទៅលើការ like comment share ក៏ដូចជាមានការ chat ចូល page ផងដែរបាទអញ្ចឹងខ្ញុំនឹងយកក្រុមមនុស្សទាំងអស់ហ្នឹងមកធ្វើជា custom audience ដើម្បីខ្ញុំ book ad ថ្មីមួយទៀតទៅកាន់ពួកគាត់ម្ដងទៀតបាទព្រោះពេលខ្លះពួកគាត់មានសកម្មភាពមានការ engagement មែនប៉ុន្តែពួកគាត់អត់ទាន់ទិញទេត្រូវបងប្អូនបាទអញ្ចឹងពួកគាត់ហ្នឹងហើយគឺជាអតិថិជនដែលមានចំណាប់អារម្មណ៍ដែលមាន engagement ជាមួយ page របស់យើងខ្លាំងបំផុតបាទហើយយើងអាចប្រើវិធីសាស្ត្រនេះដើម្បី reboost ដើម្បីធ្វើការ boost ទៅកាន់ពួកគាត់ម្ដងទៀតបាទអញ្ចឹងនេះគឺជា trick ពិសេសមែនតើសង្ឃឹមថាបងប្អូនអាចយកវាទៅប្រើជាប្រយោជន៍បានបាទទី1គឺយើងយកអ្នកដែលមានសកម្មភាពទៅលើ page របស់យើងបាទអញ្ចឹងទី2គឺយើងយក include មួយទៀតមកហើយបងប្អូនយកអ្នកដែលមានសកម្មភាពជាមួយនឹង post ហើយនឹង ad របស់យើងបាទអញ្ចឹងពាក់ព័ន្ធជាមួយបងប្អូនដែល boost ជាប្រចាំគឺបងប្អូនយកនេះគឺត្រូវណាបងប្អូនយកមួយទៀតមកហើយអ្នកដែលបានchat ចូល page របស់យើងបាទអញ្ចឹងបងប្អូនយក3ហ្នឹងមកគឺអូខេហើយកន្លែងថ្ងៃក៏បងប្អូនដាក់90ថ្ងៃដូចគ្នាមកបាទ90ថ្ងៃមកអញ្ចឹងគឺប៉ុណ្ណឹងមកបងប្អូនបាទគឺទី1អ្នកដែលមានសកម្មភាពលើ page បាទទី2អ្នកដែលមានសកម្មភាពលើ post ហើយនឹង ad បាទទី3អ្នកដែលបាន chat ចូល page បាទអញ្ចឹងយើងប្រើ custom audience 3ក្រុមហ្នឹងបាទដើម្បីយើងច្រោះយក audience ចេញពីសកម្មភាពទាំង3ហ្នឹងយកមកធ្វើជាaudience ថ្មីមួយទៀតដើម្បីយើង reboost ទៅកាន់ពួកគាត់បាទអញ្ចឹងគឺ
វិធីសាស្ត្រនេះគឺជាវិធីសាស្ត្រដែលបុសចំគោលដៅអតិថិជនសឹងថា90ទៅ99%ហើយដែលបងប្អូនអាចយកទៅអនុវត្តបានបាទព្រោះមនុស្សទាំងអស់ហ្នឹងហើយគឺជាមនុស្សដែលយើងច្រោះចេញពីការបុសចាស់ៗរបស់យើងបាទហើយពួកគាត់មានសកម្មភាពមានការ engagement ជាមួយនឹង post ហើយនឹង ad របស់យើងបាទអញ្ចឹងបងប្អូនធ្វើការបង្កើតតាមខ្ញុំហើយពាក់ព័ន្ធជាមួយនឹងចំនួនថ្ងៃបងប្អូនដាក់ឲ្យត្រូវជាមួយនឹងការប្រើប្រាស់របស់បងប្អូនទៅបាទបងប្អូនប្រើ page រយៈពេលប្រហែលថ្ងៃមកហើយចាំបងប្អូនដាក់ឲ្យត្រូវមកណាបើសិនជាបងប្អូនប្រើយូរបងប្អូនអាចដាក់លើសពី90ថ្ងៃក៏បានបាទអាចដាក់ដល់3 4ខែឬមកក៏1ឆ្នាំ2ឆ្នាំក៏បានដែរអាស្រ័យលើការប្រើប្រាស់ជាក់ស្ដែងរបស់បងប្អូនណាបាទអូខេបន្តមកទៀតបងប្អូនកន្លែង custom audience បងប្អូនដាក់ឈ្មោះមួយដើម្បីចំណាំមកបាទគឺខ្ញុំដាក់ថាឈ្មោះ page របស់គាត់ខ្ញុំដាក់ custom audience ដើម្បីចំណាំអូខេបន្តមកទៀតបងប្អូនធ្វើការចុច save audience នឹងមកអញ្ចឹងរួចរាល់ហើយបាទខ្ញុំបាន custom audience មួយឯងបងប្អូនឃើញទេបាទនេះគឺ audience ធម្មតាទេបាទនេះគឺ custom audience ដែលខ្ញុំបានច្រោះចេញពី audience ធម្មតាក៏ដូចជាការ boost ធម្មតាកន្លងមកបាទអូខេអញ្ចឹងយើងទៅមើលពីវិធីសាស្ត្រនៅក្នុងការ boost ដែលយើងប្រើជាមួយ custom audience ទាំងអស់គ្នាបាទអញ្ចឹងបងប្អូនចូលមកក្នុង campaign មកបាទហើយបន្តមកទៀតបងប្អូនធ្វើការចុច create មកបាទវាសឹងតែដូចទៅនឹងការ boost ធម្មតាទេបងប្អូនបាទខ្ញុំទៅរៀងលឿនតិចហើយដើម្បីកុំឲ្យវីដេអូនេះរៀងវែងពេកបាទចុចយើងចុច continueបាទបន្តមកទៀតយើងយក manual engagement campaign បាទបន្តមកទៀតបងប្អូនអាចធ្វើការដាក់ឈ្មោះ page មួយដើម្បីចំណាំមកបាទបន្តមកទៀតកន្លែង campaign advantage budget បងប្អូនចុចបើកវាមកហើយបន្តមកទៀតបងប្អូនយកកន្លែង live time ក៏បាន daily ក៏បានអាស្រ័យលើបងប្អូនណាបាទតែខ្ញុំយក live time ខ្ញុំដាក់$50ខ្ញុំបួសរយៈពេល5ថ្ងៃចាំបន្តមកទៀតបងប្អូនជ្រើសយកឈ្មោះ page មកបាទកន្លែងនេះបងប្អូនជ្រើសយកឈ្មោះ page មកអូខេ scroll ឡើងមកបងប្អូនបាទបន្តមកទៀតកន្លែងថ្ងៃខែបងប្អូនរើសអញ្ចឹងខ្ញុំបួសរយៈពេល5ថ្ងៃបន្តមកទៀតបងប្អូនបាទបងប្អូនកន្លែងមកមើលកន្លែងនេះកន្លែង use sale audience បាទបងប្អូនឃើញកន្លែងហ្នឹងអញ្ចឹងនៅពេលដែលយើងចុចកន្លែងហ្នឹងយើងអត់ឃើញ audience ដែលយើង custom មិញទេត្រូវទេបងប្អូនបាទអញ្ចឹងបងប្អូនត្រូវតែ switch ទៅកាន់ audience ចាស់សិនបាទ switch ទៅកាន់ទម្រង់ចាស់សិនបាទបងប្អូន switch ហើយនៅពេលដែលបងប្អូន switch ហើយបងប្អូនកន្លែងមកមើលកន្លែងហ្នឹងមកបាទហើយបងប្អូនចុចកន្លែងនេះបងឃើញទេបងប្អូនឃើញកន្លែង search exciting audience បាទបងប្អូនចុច search មកបងប្អូននឹងឃើញនេះគឺជា custom audience បាទនៅក្នុង custom audience យើងអាចបង្កើតបានពីររបៀបណាបងប្អូនបាទទី1គឺ localized audience ទី2គឺ custom audience មែនតើ localized audience ខ្ញុំនឹងបង្ហាញជូនបងប្អូននៅវីដេអូក្រោយទម្រង់នៃ localized audience ហ្នឹងគឺមានន័យថាវាស្រដៀងគ្នាទៅជាមួយនឹង custom audience បាទមានន័យថាខ្ញុំបញ្យល់បន្តិចចុះមានន័យថា custom audience គាត់ចូលចិត្តទូរស័ព្ទត្រូវទេបាទអញ្ចឹង localized audience ហ្នឹងគឺជាមនុស្សដែលចូលចិត្តទូរស័ព្ទដូចគ្នាប៉ុន្តែ localized audience ហ្នឹងអត់បានមានសកម្មភាពជាមួយ page របស់យើងទេគាត់មានសកម្មភាពជាមួយនឹង page ផ្សេងទៅវិញបាទប៉ុន្តែគាត់ជាទម្រង់មួយគឺ localize ជាមួយនឹង custom audience របស់យើងបាទអញ្ចឹងដើម្បីយើងអាចបង្កើត localize audience បានខ្ញុំនឹងបង្ហាញបងប្អូននៅវីដេអូក្រោយមួយទៀតបាទអូខេអញ្ចឹងយើងចូលមក topic របស់យើងគឺយើង select យក custom audience មកបាទបន្ទាប់ពីបងប្អូន select យក custom audience រួចហើយបងប្អូន scroll ឡើងមកអញ្ចឹងមកដល់កន្លែង location បងប្អូនត្រូវតែកំណត់ដូចគ្នាបងប្អូនត្រូវតែកំណត់គឺយក Cambodia ហ្នឹងមកអូខេកន្លែងអាយុក៏ដូចគ្នាដែរបងប្អូនត្រូវតែកំណត់ណាបងប្អូនត្រូវតែកំណត់យក20ហើយនឹង39ហើយ page ក៏ដូចគ្នាបងប្អូនត្រូវដាក់ឲ្យត្រូវបាទកន្លែង audience នេះគឺយើងអត់ set ទេណាកន្លែង interesting គឺយើងអត់ set ទេបងប្អូនណាបាទដោយសារតែយើងមិនចាំបាច់ set ដោយសារយើងមាន custom audience ហើយបាទអញ្ចឹងបងប្អូន scroll ឡើងមកមើលកន្លែង placement បងប្អូនចុច edit មកបាទបងប្អូនចុចយក manual placement បន្តមកទៀតបងប្អូន select កន្លែងនេះបងប្អូនដក desktop ចោលមកបាទហើយបន្តមកទៀតបងប្អូនដក audience network Instagram បើសិនជាបងប្អូនបាន connect ជាមួយ Instagram ក៏បងប្អូនអាចដាក់បានតែបើអត់បាន connect ទេដកចេញទៅបាទបន្តមកទៀតបងប្អូនដក Facebook Marketplace ចេញបន្តមកទៀត Instant Ad កន្លែងនេះខ្ញុំចង់បញ្ជាក់បន្តិចសម្រាប់បងប្អូនដែល book page ហើយទទួលបាន account ខ្មៅឆាតមកច្រើនបាទអញ្ចឹងដំណោះស្រាយខ្ញុំបានធ្វើជាវីដេអូរួចហើយតែបើសិនជាបងប្អូនអត់បានមើលវីដេអូនោះទេខ្ញុំបង្ហាញនៅវីដេអូនេះបន្តិចចុះគឺបងប្អូនដកកន្លែងនេះចេញមកបាទដកកន្លែង Instant Ad នឹងចេញមកអញ្ចឹងតទៅគឺឡើងមាន account ខ្មៅឆាតមកហើយណាបងប្អូនបាទអូខេយើងចុចតែប៉ុណ្្នឹងមកហើយបន្តមកទៀតបងប្អូនអាចទៅការរើស post របស់យើងបានហើយបាទបងប្អូនចុចរើសមកបងប្អូនចង់ book post មួយណាគឺបងប្អូនរើសយកមកបានបាទអូខេរងចាំតិចបងប្អូនបាទអូខេខ្ញុំយក post នេះអូខេអញ្ចឹងយើងបាន post បានអីរួចរាល់ហើយសេះសល់គឺយើងអាចធ្វើការចុច publish បានហើយបងប្អូនបាទអញ្ចឹងបងប្អូនអាចធ្វើការចុច publish ទៅគឺរួចរាល់បាទ
អូខេនៅពេលដែលយើងប៊ូភ្លាមនៅកន្លែង campus វាអត់ទាន់សូណាបងប្អូនបាទយើងចាំមក play ទៅគឺវាសូហើយប៉ុន្តែនៅក្នុង asset គឺយើងមានហើយបាទយើងបានប៊ូរួចហើយ ad របស់យើងគឺមានហើយបាទអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការប៊ូគឺយើងបានមកដល់ទីបញ្ចប់ហើយបងប្អូនទាំងគ្នាបាទនេះគឺជា technique ក៏ដូចជាកន្លឹះពិសេសមួយសម្រាប់បងប្អូនដែលប្រកបអាជីវកម្មនៅលើបណ្ដាញសង្គម Facebook ផងដែរហើយជាពិសេសនេះគឺសម្រាប់បងប្អូនដែលប៊ូផុសហើយនឹងប៊ូវីដេអូបាទអញ្ចឹងវីដេអូនេះគឺវាអាចជួយបងប្អូនបានច្រើនបាទបងប្អូនអាចយកវិធីសាស្ត្រនេះទៅប្រើបានដើម្បីជួយឲ្យការប៊ូរបស់បងប្អូនហ្នឹងគឺកាន់តែចំគោលដៅអតិថិជនផងដែរបាទអរគុណច្រើនបងប្អូនទាំងគ្នាបើសិនជាបងប្អូនទាំងគ្នាចូលចិត្តវីដេអូបែបចែករំលែកពាក់ព័ន្ធជាមួយនឹងកន្លឹះផ្សេងបងប្អូនអាចជួយចុច like វីដេអូនេះផងបាទហើយកុំភ្លេចចុច subscribe នៅ channel របស់ខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតបាទ